រឿងគ្រូនិងសិស្សមានរឿងមួយដំណាលថាមានភិក្ខុមួយអង្គគង់នៅវត្តមានកូនសិស្សតែម្នាក់ឈ្មោះអាភ្លូញខលណាស់គ្រូល្ងងណាស់ឆោតច្រើនគ្មានឧបាសកឧបាសិកាណារាប់អានយកចង្ហាន់ស្លាបារីទៅប្រគេនឬនិមន្តលោកនោះមកឆាន់នៅផ្ទះដល់ម្ដងឡើយណាលោកនោះក្រលំបាកពន់ពេកតែលោកមានដំរីមួយថ្ងៃមួយលោកនោះពិចារណាថាសប្តាហ៍ថ្ងៃនេះគ្មានឧបាសកឧបាសិកាគេប្រគល់វត្ថុអ្វីឆាន់សោះបើដូច្នោះគួរអញទិញវត្ថុផ្សេងយកមកទុកឆាន់កុំឲ្យលំបាកគិតដូច្នោះហើយក៏ប្រាប់កូនសិស្សថាអាភ្លូញឯងចាប់ដំរីមកហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងយកមកទុកឆាន់កូនសិស្សទៅចាប់ដំរីបានមកគ្រូនិងសិស្សក៏ឡើងជិះដំរីទៅផ្សារលុះទៅដល់គ្រូប្រាប់កូនសិស្សថាឯងទិញវត្ថុអ្វីដែលទុកបានយូរមិនខូចអាភ្លូញជាសិស្សក៏ទិញអំបិលមួយចុងច្រកការុងស្រាច់គ្រូឃើញសួរថាហេតុដូចម្ដេចក៏ឯងទិញតែអំបិលមិនទិញត្រីឆ្អើរត្រីងៀតផងកូនសិស្សទូលថាអំបិលទុកបានយូរមិនចេះខូចបានជាខ្ញុំព្រះករណាទិញគ្រូឆោតល្ងងណាស់ក៏ស្ងៀមគ្រូឡើងបរដំរីមកវិញសិស្សរែកអំបិលដើរពីក្រោយដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្សឮសូរដងរែកដូចជាស្រួលក៏សួរថាអាភ្លូញអញមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណាសិស្សទូលថាព្រះករណាស្រួលណាស់ហើយស្រាលផងលោកគ្រូប្រាប់សិស្សថាឯងជិះដំរីវិញអញរែកអំបិលដើរក្រោយលោកគ្រូថាហើយចុះពីលើដំរីសិស្សក៏ឡើងជិះដំរីទៅលោកគ្រូប្រាប់ថាឯងបរដំរីទៅចាំអញមកលុបឈើមុខសិស្សបរដំរីទៅដល់មកលុបឈើក៏មិនឈប់ចាំគ្រូបររហូតដល់ទៅវត្តលោកគ្រូរែកអំបិលដើរពីក្រោយដោយអំបិលនោះធ្ងន់ណាស់លោកគ្រូរែកឈប់បែរមើលទៅសិស្សមិនឃើញក៏គិតថាចាំក្រោយសំណួមសិស្សមកយកហើយយកអំបិលទៅលាក់ទុកក្នុងព្រៃមុននឹងលាក់លោកគិតថាទីនេះប្រសិនបើមានគេដើរមកចាំរកឃើញគេនឹងយកអំបិលនេះអស់មិនខានគួរតែរកទីណាដែលកំបាំងភ្នែកអ្នកទាំងពួងគឺមានតែក្នុងទឹកទើបគេមើលមិនឃើញហើយក៏យកអំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹកហើយដើរទៅលុះដល់សួរសិស្សថាហេតុម្ដេចក៏ឯងមិនចាំអញសិស្សទូលថាខ្ញុំបកណ្ណាបរដំរីមកប្រងចាំលោកគ្រូដែរតែដំរីមិនព្រមចាំសោះអង្វរដូចម្ដេចក៏វាមិនព្រមវាប្រឹងដើរដល់វត្តទើបឈប់សិស្សសួរគ្រូថាលោកគ្រូទុកអំបិលឯណាគ្រូប្រាប់ថាអញលាក់ទុកនៅទីឯណាអញកាច់ដើមឈូកដោតជាសម្គាល់ហើយព្រឹកឡើងនាំកូនសិស្សទៅយកអំបិលវិញលុះដល់ប្រាប់សិស្សថាអញលាក់ទុកក្នុងកាពាំងនេះសិស្សលាន់មាត់ថាម៉ែអើយវារលាយអស់ហើយអាភ្លូញក៏ចុះទៅយកអំបិលលើកការុងទាំងពីរឡើងរលាយអស់គ្មានសល់ចំណងដែលចងមាត់ការុងដាច់អស់ឃើញអាត្រីកញ្ចុះមួយនៅក្នុងការុងនោះសិស្សទូលលោកគ្រូថាមានត្រីកញ្ចុះមួយនៅក្នុងការុងវាស៊ីអំបិលអស់ហើយយកត្រីនឹងការុងប្រគេនគ្រូមើលលោកគ្រូឃើញត្រីខឹងណាស់ក៏ទះកំភ្លៀងមុតដៃនឹងធ្មង់ត្រីជាប់ពឹសត្រីចាប់ពើតឈឺខ្លាំងពេកលោកគ្រូថាឯងចាប់ត្រីដកធ្មង់វាឆាប់ព្រោះអញឈឺចាប់ណាស់សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួចលុះដករួចឈាមហូរជាខ្លាំង
ពឹសត្រីរត់តែឈឺខ្លាំងឡើងលោកគ្រូនាំកូនសិស្សទៅវត្តវិញយកទាំងការុងនិងត្រីកញ្ចុះទៅផងដល់ទៅវត្តប្រាប់សិស្សថាអាភ្លោញឯងទៅដាំបាយមួយឆ្នាំងអាំងត្រីកញ្ចុះនេះឲ្យឆ្អិនឲ្យឆាប់អញនឹងឆាន់លុះពឹសអន់ចាប់ពើតលោកគ្រូក៏សំងំឆឹងលក់ទៅឯអាភ្លោញក៏ដាំបាយអាំងត្រីឆ្អិនហើយបរិភោគអស់ទុកតែបាយមួយពំនូកនិងឆ្អឹងត្រីក្នុងចានគ្របតែវាគ្របមិនឲ្យជិតលោកគ្រូភ្ញាក់ឡើងប្រាប់សិស្សថាឯងយកបាយនិងត្រីមកឆាន់អាភ្លោញក៏ធ្វើជាករិយាដូចជាទៅយកបាយប្រគេនគ្រូចេញមកវិញទូលថាបាយនិងត្រីរុយស៊ីអស់ទៅហើយនៅសល់តែមួយពំនូកនិងឆ្អឹងត្រីលោកគ្រូជឿឥតសង្ស័យដោយឆោតល្ងងក៏ឲ្យរំពាត់ផ្ដៅមួយមកសិស្សថាឯងវាយរុយកុំឲ្យវានៅលើកុដិអាភ្លោញជាសិស្សក៏វាយរុយមិនឈប់គ្រានោះមានរុយទុំច្រមុះគ្រូវាយទៅមិនត្រូវរុយត្រូវច្រមុះគ្រូបែកឈាមហូរខ្ចាយសិស្សភ័យណាស់រត់ទៅដល់ផ្ទះនិយាយប្រាប់ឪពុកម្ដាយតាមរឿងឪពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញកូនប្រកែកមិនព្រមមកលោកគ្រូទៅតាមក៏វាមិនហ៊ានមកដោយខ្លាចគ្រូវាយថ្ងៃមួយលោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍បន្ទន់ចិត្តសិស្សឲ្យមកអាភ្លោញជាសិស្សបានដឹងថាគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍ដូច្នោះក៏មកវត្តវិញដើម្បីឲ្យគ្រូជឿថាស្នេហ៍ពូកែលុះដល់វត្តវិញដើរលបចូលទៅឃើញគ្រូកំពុងតែអង្គុយសូត្រមន្តអាគមស្នេហ៍ក៏សួរលោកគ្រូថាលោកគ្រូធ្វើអ្វីគ្រូក៏ហក់ថាអញសូត្រមន្តអាគមបំបាំងខ្លួនព្រោះអញទៅរៀនវិគេហើយលោកគ្រូគិតថាស្នេហ៍អញពូកែមែនបានជាសិស្សអញវាមកលុះព្រឹកឡើងសិស្សដាំបាយធ្វើម្ហូបស្រេចទូលថាចង្ហាន់ឆ្អិនហើយលោកគ្រូថាបើដូច្នោះឯងលើកមកឲ្យអញឆាន់អាភ្លោញក៏លើកមកប្រគេនធ្វើជាមើលមិនឃើញដាក់ថាសទៅលើក្បាលគ្រូស្រែកថាអាភ្លោញហេតុដេចក៏យកថាសមកដាក់លើក្បាលអញសិស្សទូលថាខ្ញុំព្រះករុណាមើលមិនឃើញលោកគ្រូងាកចេញអាភ្លោញក៏ដាក់លើក្បាលគ្រូទៀតលោកគ្រូថាឯងដាក់ថាសលើក្បាលអញទៀតហើយសិស្សថាខ្ញុំព្រះករុណាសុំទោសព្រោះមើលមិនឃើញលោកគ្រូជឿថាអញរៀនស្នេហ៍ពូកែប្រកបឥឡូវអញកុហកវាថាតាំងពិធីមន្តអាគមបំបាំងខ្លួនវិញក៏ទៅជាពូកែគេមើលមិនឃើញប្រកបមែនគួរទន្ទិញឲ្យចាំកុំឲ្យភ្លេចអាភ្លោញលុះប្រគេនចង្ហាន់គ្រូឆានរួចហើយវាលើកមកបរិភោគខ្លួនវាថ្ងៃក្រោយមានឧបាសកគេនិមន្តលោកគ្រូទៅឆាន់ឯផ្ទះអាភ្លោញទូលថាបើលោកគ្រូនិមន្តទៅឆាន់ផ្ទះគេកុំស្លៀកស្បង់ឲ្យចាស់ខូចឥតអំពើឃ្លុំតែជីវរបានហើយគេមើលមិនឃើញទេត្បិតលោកគ្រូចេះមន្តអាគមបំបាំងខ្លួនពូកែណាអ្នកណានឹងមើលឃើញគ្រូជឿក៏ធ្វើតាមពាក្យសិស្សលុះព្រឹកឡើងលោកគ្រូប្រាប់សិស្សថាឯងតាមអញទៅឆាន់ឯផ្ទះឧបាសករួចលោកឃ្លុំតែជីវរមិនស្លៀកស្បង់ដោយគិតថាឃ្លុំតែជីវរបានហើយព្រោះមន្តអាគមអញពូកែណានរណានឹងមើលគេខ្មាស់អញឃើញរួចក៏នាំសិស្សទៅលុះទៅដល់ឧបាសកនិមន្តឡើងទៅលើផ្ទះគេលើកចង្ហាន់រកដើម្បីប្រគេនលោកឆាន់ដោយលោកមិនបានស្លៀកស្បង់អង្គុយមិនស្រួលងាកឆ្វេងងាកស្ដាំក៏លិចគេខ្មាស់កណ្ដាលវាលឧបាសកឃើញដូច្នោះគេក៏នាំគ្នាសើចហូរលាន់លោកគ្រូពុំទាន់បានឆាន់ចង្ហាន់មានចិត្តខ្មាស់គេណាស់ក៏ចុះពីផ្ទះត្រឡប់មកវត្តវិញជេរបន្ទោសសិស្សថាឯង
មិនគួរឲ្យអញស្លៀកស្បង់ឥឡូវអញខ្មាស់គេណាអាភ្លោញទូលថាលោកគ្រូកុំខ្មាស់នឹងខ្ញុំព្រះកណារឿងនេះប្រហែលជាខុសតំណមទេឬលោកគ្រូសួរថាឯងឃើញអញខុសតំណមដូចម្ដេចអាភ្លោញសួរថាកាលណាគ្រូនិមន្តទៅឆាន់ផ្ទះឧបាសកនិមន្តទៅផ្លូវណាលោកគ្រូប្រាប់ថាអញកាលទៅចេញផ្លូវកើតសិស្សថាអោច្បាស់ជាលោកគ្រូខុសតំណមហើយថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំព្រះករុណាថាបើរៀនមន្តអាគមទាំងពួងត្រូវឲ្យតមស៊ីផ្លែស្ពឺសំបីតែមុជក្រោមដើមស្ពឺក៏មិនបានវាសាបមន្តអាគមឥឡូវលោកគ្រូមុជក្រោមដើមស្ពឺបានជាខុសតំណមសាបអាគមអស់ហេតុនេះបានជាគេឃើញគេខ្មាស់លោកគ្រូបានស្ដាប់ដូច្នេះហើយក៏ថាអោអាភ្លោញអើយអញភ្លេចតមបានជាយ៉ាងហ្នឹងឯងថានោះពិតប្រាកដហើយលោកគ្រូនោះដោយឆោតល្ងងក៏ជឿជាក់ឥតសង្ស័យតាំងពីនោះមកអាភ្លោញជាសិស្សនៅបម្រើគ្រូដោយសុខសប្បាយស្លូតស្លាប់វិជ្ជវេមានភ័ព្វអាយុយឺនយូររឿងកំឡោះពីរនាក់ចង់បានប្រពន្ធគេមានរឿងមួយមានបរិសម្នាក់មានប្រពន្ធល្អទើបនឹងរៀបការមីបណ្ដាលគ្នាទៅសួរញាតិមានកំឡោះពីរនាក់បានឃើញស្រឡាញ់ចង់បានវាគិតគ្នាថាយើងធ្វើដូចម្ដេចនឹងបានចៅម្នាក់ឆ្លើយឡើងថាងាយទេឯងគិតទៅខ្ចីរទេះគេមកបប៉ុន្តែឯងធ្វើមិនស្គាល់អញបើអញសួរឯងកុំប្រាប់ថារទេះអញប្រាប់ថាចន្ទោលថានឹមទៅវិញទៅកំឡោះម្នាក់ទៅខ្ចីរទេះគេមកបជួននឹងបរោះបណ្ដាប្រពន្ធនោះមកដល់ក៏កំឡោះម្នាក់នោះសួរថាណែអ្នកអញ្ជើញមកអាយឈប់និយាយលេងគ្នាបន្តិចសិនបរោះការប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងលុះកំឡោះម្នាក់បរទេសមកដល់វាធ្វើជាសួរថានេះគេហៅអីអ្នកបរោះប្តីប្រពន្ធឆ្លើយថាគេហៅរទេះមែនឬអ្នកបរោះនោះថាមែនបើមែនអ្នកហ៊ានថ្មនឹងខ្ញុំទេបរោះនោះសួរថាអ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើងកំឡោះនោះថាបើខ្ញុំចាញ់ខ្ញុំនៅជាខ្ញុំអ្នកបើខ្ញុំឈ្នះខ្ញុំសុំតែប្រពន្ធពីរនាក់បរោះនោះគិតថាប្រកាសគេហៅរទេះមែននឹងខ្លាចអ្វីក៏ព្រមភ្នាល់នឹងគេទៅកំឡោះឈរសួរទៅអ្នកបរទេសចង្អុលសួរទៅចន្ទោលកំឡោះអ្នកបរទេសប្រាប់ថានេះគេហៅចន្ទោលចង្អុលសួរទៅនឹមថានេះគេហៅថានឹមនេះគេហៅថាទូកនេះគេហៅថាត្រាយនេះគេហៅថាប្រែកនេះគេហៅថាកង់នេះគេហៅថាខ្នងកង់នេះគេហៅថាត្រពងដល់ឆ្លើយរួចសពគ្រប់កំឡោះសួរទៅបរោះជាប្តីថាឥឡូវគេមិនហៅរទេះទេទើបដូច្នោះអ្នកឯងនឹងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេចបរោះជាប្តីនោះមិនព្រមឲ្យដល់ប្រកែកទៅមិនឈ្នះគេដណ្ដើមយកប្រពន្ធទៅបានបរោះនោះមិនសុខចិត្តទៅប្តឹងចៅក្រមឲ្យទៅកោះហៅចៅទាំងពីរនាក់មកជំនុំកំឡោះទាំងពីរនាក់នោះវាសោកចៅក្រមកាត់សេចក្តីថាត្រូវចាញ់គេហើយឲ្យប្រពន្ធទៅគេទៅបរោះនោះខឹងណាស់ត្បិតគេយកប្រពន្ធទៅបាត់ដើរផងយំផងដើរបន្តិចទៅប្រទះនឹងទន្សាយសួរថាអ្វីបានជាបងយំបរោះនោះប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាបើដូច្នេះឯងកំភៃរកតែចេកមកឲ្យយើងស៊ីសិនយើងទៅជួយជំនុំឲ្យបងបានប្រពន្ធមកវិញបរោះនោះអរណាស់ខំទៅរកចេកឲ្យសុភាទន្សាយស៊ីចេករួចហើយដើរទៅជាមួយបរោះនោះទៅដល់សួរទៅចៅក្រមថាលោក
កាត់សេចក្តីនោះតើដូចម្ដេចចៅក្រមប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាលោកកាត់សេចក្តីនេះមិនទាន់អស់ទេបើដូច្នេះខ្ញុំសូមកាត់សេចក្តីនេះផងឲ្យសុខចិត្តទាំងពីរសងខាងសុភាទន្សាយសួរកំឡោះដែលយកប្រពន្ធគេនោះថាអ្នកទាំងពីរនាក់ការភ្នាល់គ្នាថាដាក់អ្វីបរោះនោះឆ្លើយថាដាក់ប្រពន្ធសុភាទន្សាយសួរកំឡោះនោះថាត្រង់ណាហៅប្រពន្ធបើអ្នករកឃើញយកទៅចោះតែបើរកមិនឃើញទេឲ្យប្រពន្ធទៅគេវិញទៅកំឡោះនោះចាប់ត្រង់ដៃសុភាទន្សាយប្រាប់ថានេះគេហៅដៃទេចាប់ត្រង់ជើងថានេះគេហៅជើងទេចាប់ត្រង់នេះមិនមែនហើយប្រាប់ថារួមទាំងអស់ទៅទើបគេហៅប្រពន្ធឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោលនឹមទូកត្រាយប្រែកធ្នង់ត្រពងរួមទាំងអស់នេះទៅទើបគេហៅរទេះបើដូច្នេះឯងយកប្រពន្ធគេមិនបានទេឲ្យគេមកវិញទៅសុភាទន្សាយឲ្យកំឡោះយកប្រពន្ធមកវិញសុភាទន្សាយថាឲ្យលោកចៅក្រមថាបងកាត់សេចក្តីនេះស៊ីតែសំណូកគេគ្មានត្រង់តាមច្បាប់សោះបរោះនោះបានប្រពន្ធមកវិញក៏អរណាស់លើកដៃសំពះសុភាទន្សាយថាលោកបងកាត់សេចក្តីនេះពេញហើយត្រង់ហើយឲ្យលោកបងបានសម្បត្តិសួរភិមានរហូតទៅប្រាច់ឯងឲ្យក្រែងប្រាច់គេ